សូមគោរពជម្រាបសួរដល់បងប្អូនពុកម៉ែកសិករទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទស្រុនវីឡាតំណាងផ្នែកលក់ជីធម្មជាតិជប៉ុនសញ្ញាផែនដីប្រចាំនៅខេត្តកំពង់ធំសូមបង្ហាញអំពីដំណាំស្រូវប្រាំងរបស់បងប្អូនកសិករយើងដែលបានប្រើប្រាស់ជាមួយនឹងផលិតផលជីធម្មជាតិជប៉ុនសញ្ញាផែនដីហើយនិងជីសញ្ញាក្បាលសឹងសម្រាប់ស្រូវនេះដែរគឺស្ថិតនៅខាងភូមិកងមាសឃុំថ្នោតជុំស្រុកបារាយខេត្តកំពង់ធំបាទសម្រាប់ផ្ទៃដីគាត់ដែលបានប្រើប្រាស់ជាមួយនឹងជីធម្មជាតិជប៉ុននេះដែរមានចំនួន28ហិកតាស្រូវរបស់គាត់ចាប់ផ្ដើមធ្វើការដាក់ម្សៅអោនដាក់ម្សៅបន្តហើយបាទសម្រាប់បងប្អូនប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដីនេះបាទយើងក៏លេចទៅមើលពណ៌ស្រូវវិញគឺមានពណ៌ថ្លាល្អបាទហើយដាក់សាច់ពេញល្អមានទម្ងន់ដងដើមស្រូវរបស់បងប្អូនកសិករគឺមានលក្ខណៈរឹងមាំល្អបាទហើយមួយវិញទៀតកាត់បន្ថយតកតងជាមួយនឹងការប្រើប្រាស់នៅប្រភេទថ្នាំពុលហើយនិងថ្នាំជំងឺបាទមួយវិញទៀតបងប្អូនប្រើប្រាស់ជីនេះពីមួយរដូវទៅមួយរដូវគឺធ្វើឲ្យទិន្នផលកាន់ឡើងបាទបើសិនជាបងប្អូនមានចំណាប់អារម្មណ៍តកតងចង់បានជីធម្មជាតិជប៉ុនសញ្ញាផែនដីក៏ដូចជាជីសញ្ញាក្បាលសឹងយកទៅប្រើប្រាស់បងប្អូនអាចតាក់ទងមកតាមរយៈលេខខ្ញុំបាទផ្ទាល់មានលេខ071 33 55 007បាទសូមអរគុណ